ការិយាល័យប្រធានាធិបតីបារាំងលោក Emmanuel Macron នៅថ្ងៃច័ន្ទនេះបានបង្ហាញពីឧបទ្ទហេតុមួយដែលភរិយារបស់លោកគឺលោកស្រី Brigitte Macron ហាក់ដូចជាយកដៃរុញចំកណ្ដាលមុខស្វាមីខណៈស្វាមីភរិយាមួយគូនេះបានធ្វើដំណើរមកដល់ប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យរូបភាពនៅក្នុងវីដេអូបានបង្ហាញថាលោកស្រី Brigitte ហាក់ដូចជាយកដៃរុញចំកណ្ដាលមុខរបស់លោក Macron ហើយលោក Macron បានចាប់ដៃភរិយាខណៈលោកកំពុងតែឈរក្បែរមាត់ជណ្ដើរយន្តហោះប្រធានាធិបតីហៀបនឹងចុះដីយោងតាមរូបភាពនៅក្នុងវីដេអូលោកស្រី Brigitte មិនទាន់បង្ហាញខ្លួនចេញពីយន្តហោះនៅឡើយទេក្រោយយកដៃពាល់មុខស្វាមីហើយលោកស្រីបានដកដៃថយរួចទើបដើរចេញមកកាន់មាត់ជណ្ដើរឈរនៅពីក្រោយលោក Macron បន្ទាប់មកលោក Macron បានងាកខ្លួនបែរមុខតម្រង់មកកាន់ជណ្ដើរហើយលើកដៃគ្រវីដាក់កាមេរ៉ាមុនបណ្ដាភរិយាបណ្ដុលចិត្តចុះតាមជណ្ដើរយន្តហោះមន្ត្រីបានបដិសេធនៅកាយវិការដែលបង្ហាញនៅក្នុងវីដេអូនោះថាមិនមែនជាការឈ្លោះប្រកែកគ្នារវាងលោក Macron និងភរិយាដែលបានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ2007នោះទេ